បាទលោកយកវាតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលទស្សនិកជនទីកំពុងឆ្ងល់បាទទេទូរស័ព្ទទូខ្ញុំចូលឆ្ងល់ថាពួកហេតុអីបាទរាជរដ្ឋាភិបាលមិនចាប់7អ្នកតឡាការកំពុងតែកាត់ទោសឲ្យពួកមុខលឺទាំងអស់នឹងចាំតែចូលមកកន្លែងនឹងទៀតអានឹងជាចំណោទរបស់ទស្សនិកជនដែលអានឹងវាលោកយកចង់មកដេកជាមួយនឹង7អ្នកហ្នឹងចង់មកដេកនៅព្រៃសប្រាប់ផងថាថៃបើថាស្ដាប់មិនស្គាល់ព្រៃសទេប្រាប់ថាប៉ាខៅប៉ានឹងមានតែបកប្រែថាព្រៃហើយសនឹងថាខៅនឹងសល្អណាស់ព្រៃសហ្នឹងបើចង់មកទៀតបាទហើយបើឲ្យសន្ធិលឹមថងគុណនឹងបានមកទៀតក៏កាន់តែល្អទៀតហើយនឹងចម្លងទីមឿងហ្នឹងបានមកនៅជុំគ្នាហើយយើងនឹងបើកគេហៅថាសភាកាហ្វេមួយនៅក្នុងប៉ាខៅហ្នឹងតែម្ដងទៅដើម្បីធ្វើដេបាគ្នាថាទឹកដីម៉ែរបស់លោកឯងហ្នឹងវានៅកន្លែងណាអីកន្លែងណាហើយកន្លែងដែលយកមិញពួកនឹងដេកហ្នឹងទឹកដីម៉ែរបស់លោកឯងដែរឬទេអាហ្នឹងចង់ឲ្យលោកសន្ធិលឹមថងគុណហ្នឹងគាត់អញ្ជើញមកដើម្បីនឹងឲ្យដឹងសដឹងខ្មៅគ្នាថាទឹកដីម៉ែទឹកដីឪរបស់គាត់នឹងនៅកន្លែងណាខ្លះអរគុណលោកឡៃលីបាទអរគុណសូមលោកលាលោកយកឲ្យ